គោរពជំរាបសួរពុកម៉ែបងប្អូនអ្នកស្នេហាវិស័យទូកងទាំងអស់គ្នាផងដែរបាទនេះគឺជាការប្រណាំងទាំង3ថ្ងៃពេញនៅក្នុងឆ្នាំ2024របស់ទូកងរាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូងទូកនេះផងដែរស្ថិតនៅវត្តឯករាំងសីហៅវត្តកញ្ជរខាងត្បូងភូមិផ្លូវលួងឃុំកញ្ជរស្រុកកណ្ដៀងខេត្តពោធិ៍សាត់ហើយទូកនេះផងដែរគឺឧបត្ថម្ភដោយអ្នកអង្គការត្រីភិបនិងលោកជំទាវដោយការប្រណាំងទាំង3ថ្ងៃពេញនៅក្នុងឆ្នាំ2024ទូកងរាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូងនេះផងដែរគឺទទួលបានចំណាត់ថ្នាក់លេខ6ទូទាំងប្រទេសចាគៀងស្រីនាងចាស្រួយឆ្ងាយណាស់ឯកសន្តានសុខភាពទូកលិចតដែតចុងចបាពណ៌សចាក់យោងជំរុញទូកលឿនលយតែម្ដងបងប្អូនចាកាន់តែដាច់ម្ដងបន្តិចម្ដងបន្តិចហើយដាច់ម្ដងបន្តិចហើយទូករាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូងរីឯផលបរិយសែនជ័យតាមអត់ទាន់នេះដោយសារដាច់ឆ្ងាយវិញចាំ189នេះហើយគឺរាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូងរបស់លោកអ្នកអង្គការត្រីភិបនិងអ្នកអង្គការគៀងស្រីនាងបាទរាំងទិលនេះមុនមកប្រកួតថ្នាក់ជាតិនេះគឺបានប្រកួតសមនៅឯការដាច់វិបុលសេនាភក្តីខ្សែឈុំចាខ្សែទឹកខាងក្រៅកំពុងតែលឿនលយមែនទែនចាលឿនលយលើទូកដែលមានឈ្មោះថារាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូងពោធិ៍សាត់បងលោកអ្នកអង្គការត្រីភិបនិងលោកជំទាវអង្គការគៀងស្រីនាងអូយដាច់ហើយខ្សែទឹកខាងដាច់បាត់ហើយបាទបានន័យថារាំងទិលដដែលទូកខ្លីនៅកំពូលស័ក្តិទទួលបានជ័យមកសកត់បន្តិចចាអបអរសាទរបងប្អូនព្រះវិហារបាទ150បាទទូកទី150បាទរាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូងពោធិ៍សាត់បាទហើយលោកអ្នកអង្គការត្រីភិបបាទហើយបាទសម្រាប់ជ័យមហាបវរធិបតីសែនជ័យរបស់ឯកឧត្តមនេតភក្ត្រានិងឯកឧត្តមវ៉ាថនចាចូលដល់ទីក្រោយបន្តិចចឹងបានន័យថារាំងទិលសាគរបាទកោះគេនៅតែឈ្នះបាទឈ្នះជើងទី1ក៏ឈ្នះដែរឈ្នះឥឡូវយើងទៅគូទី150បង150រាំងទិលសាគរសែនជ័យបារមីវត្តកញ្ជរខាងត្បូងបដូរទៅនៅខ្សែទៅខាងក្រៅកំពុងតែមានព្រៀបបន្តិចទៅលើសម្រោងជ័យមហាបវរធិបតីសែនជ័យចាខ្សែទៅខាងក្រៅបងប្អូនបានន័យថារាំងទិលសាគរសែនជ័យបារមីវត្តកញ្ជរខាងត្បូងបាទទូកនេះគឺមកពីខេត្តពោធិ៍សាត់ទទួលបានការឧបត្ថម្ភពីអ្នកអង្គការត្រីភិបនិងលោកជំទាវអ្នកអង្គការបាទគៀងស្រីនាងបាទយើងឃើញហើយខ្សែទឹកខាងក្នុងកំពុងតែនាំមុខបាទទៅលើយុទ្ធវង្សសែនជ័យបាទមកពីខេត្តព្រៃវែងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនបាទខ្សែទឹកខាងក្នុងរាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូងរបស់សាលាខេត្តចាដែលទទួលបានការឧបត្ថម្ភពីលោកអ្នកអង្គការត្រីភិបនិងលោកជំទាវអ្នកអង្គការគៀងស្រីនាងចាបានទទួលជ័យជំនះដែរទេជើងនេះជ័យជំនះទៅលើបាទយុទ្ធវង្សសែនជ័យរបស់ឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនលោកអ្នកអង្គការត្រីភិបនិងលោកជំទាវអង្គការចាគៀងស្រីនាងចាដកហើយដកខ្លាំងមែនតើបាទគឺខ្សែទឹកខាងក្រៅរាំងទិលចារាំងទិលសាគរសែនមានជ័យបារមីកញ្ជរខាងត្បូងចាហើយសម្រាប់ទូករបស់ឯកឧត្តមចាវង្សពិសេសនេះឧត្តមសេនីយ៍វង្សពិសេសអត់ទទួលបានជ័យជំនះទៀតហើយសម្រាប់ជើងទី2នេះបាទឥឡូវយើងបន្តទៅគូទី72ខ្សែទឹកខាងក្នុងសម្ដេចវិបុលបញ្ញាមានជ័យបាទឯកសណ្ឋានពណ៌បៃតងកាលពីជើងទី1ល្អទទួល